สุดได้อนสุดได้บ้างไอ้ร้านนี้ไม่vìปัญหาอีกแล้วร้านนี้វាមានបញ្ហាបាត់ភ្លើងម៉ាស៊ីនត្រជាក់ ចឹងហើយបាត់ហ្នឹងមកពីអីដែរបាត់ហ្នឹងវាមានមកពីប្រអប់ជាហើយមកពី BCM ហើយនឹងប្រព័ន្ធ compressor វាចឹងឥឡូវយើងមើល compressor ពងមើល compressor សិនបាទហើយនេះបើយើងមើល compressor វាឆែកទៅវាអត់អីអាហ្នឹងយើងត្រូវមើលអីទៀតហ្នឹងអានេះយើងឆែកមើលប្រព័ន្ធ compressor វា compressor ដូរកន្លែងគេហើយ compressor នៅប្រើបានស្អាតទេចឹងឥឡូវយើងពងចាប់ចូលវិញណាបាទយើងពងចាប់ចូលវិញហើយរៀបចំបញ្ចូលហ្គាសសាថ្មីចូលហ្គាសហើយយើងមើលអីទៀតមើលប្រអប់វាបាទចូលហ្គាសហើយយើងមើលប្រអប់វានៅណាវិញប្រអប់នេះប្រអប់វាហ្នឹងចឹងព្រោះហ្នឹងពេលខ្លះអត់មានភ្លើងមកពីប្រអប់ម៉ាស៊ីនហ្នឹងបណ្ដោយពេលខ្លះវាមកពីប្រអប់ម៉ាស៊ីនមកពី BCM ហើយនឹង compressor BCM នៅណាវិញនៅ BCM នៅខាងក្នុងក្នុងតាប់ឡូហ្នឹងបាទក្រោមចកោតហ្នឹងអាការងារនេះវារៀងស្មុគស្មាញដែរណាត្រូវមើលច្រើនរយៈតិចត្រូវឆែកគ្រប់កន្លែងអូខេប្រព័ន្ធមុនសិនជាណែបងប្អូនដែលមានតម្រូវការ Ford សិនជាអត់ជាអីយើងនៅ CM Automotive ហ្នឹងគឺមានធ្វើប្រព័ន្ធភ្លើងសិនជាអីហ្នឹងយើងធ្វើទាំងអស់ហើយមានតម្រូវការអាចតាក់ទងតាមលេខដែលដាក់នៅ Telegram លើវីដេអូនេះបានអរគុណជម្រាបលា